ជំរាបសួរសួស្តីបងប្អូនទាំងគ្នាតោះអញ្ចឹងថ្ងៃនេះយើងជួបគ្នាបន្តទៀតណានៅការចែកពហុធាតាមបែបស៊ីនេតិកសម្រាប់បងប្អូនថ្នាក់ទី10ទាំងគ្នាអញ្ចឹងនេះគឺជាវីដេអូទី2តោះអញ្ចឹងឥឡូវយើងទៅបន្តទៀតពីថ្ងៃមុនចាអញ្ចឹងថ្ងៃនេះគឺគ្រូលើកយកការចែកពហុធាតាមស៊ីនេតិកចាប៉ុន្តែចំពោះករណីលើកនេះគឺចំពោះប្រមាណទីចែកពហុធាតាមស៊ីនេតិកហ្នឹងគឺដែលមានតួចែករបស់វាជាទ្វេធាដឺការ៉េទី1នេះរៀងគឺx ដក alpha ប៉ុន្តែវាមានសំណល់អញ្ចឹងបើចែកទៅនៅសល់សំណល់គេធ្វើម៉េចតោះឥឡូវយើងទៅមើលការចែកអស់គ្នាអញ្ចឹងនៃលំហាត់របស់យើងគេឲ្យយើងចែកកណនីផលចែកនៃ x គីបដក i 3x ការ៉េដក 6x បូក11ចែក x បូក2តោះអញ្ចឹងឥឡូវយើងទៅចែកតាមសេនេតិកទាំងអស់គ្នាតោះអញ្ចឹងយើងដឹងណាប្រឡោះនេះសម្រាប់ដាក់អីចាគឺអាប្រឡោះខាងនេះគឺសម្រាប់ដាក់ alpha ដាក់កន្លែងតួចែករបស់យើងនោះហើយខាងនេះគឺដាក់មេគុណរបស់តួចែករបស់យើងមេគុណតួមួយហ្នឹងតោះឥឡូវយើងមើលវាចែកជាមួយនឹង x ដកសំដៅ x បូក2មែនទេចាអញ្ចឹងមានន័យថា alpha របស់យើងគឺម៉ានដក2អញ្ចឹងយកវាមកដាក់ខាងនេះដក2ខាងនេះសម្រាប់ដាក់មេគុណតួមួយរបស់ខាងតំណាងចែកនេះអញ្ចឹងមេគុណតួទី1របស់យើងមេគុណម៉ាន1អញ្ចឹងយកវាមកដាក់មកតមកទៀតតួទី2មេគុណរបស់យើងគឺដក3តួទី3ដកម៉ានដក6ហើយចុងក្រោយគេគឺ11អញ្ចឹងយកមកដាក់មក11តោះចាប់ផ្ដើមចែកអញ្ចឹងពេលដែលចែកដំបូងតម្លាក់អីចុះមកសិននេះតម្លាក់ដក2នេះមកក្រោមអានេះគេ1នេះតម្លាក់ចុះមកក្រោមតោះពេលដែលចែកគឺចាប់ផ្ដើមយើងធ្វើការគុណវានេះយកអាដក2របស់យើងនេះទៅគុណឲ្យ1ចាអញ្ចឹងយើងគុណមកឃើញបានដក2គុណ1បានដក2យកវាមកដាក់ខាងនេះបន្តនេះសញ្ញាព្រួយយើងមើលតាមហ្នឹងណាអានេះយកវាមកគុណគ្នាគុណហើយយកមកដាក់ត្រង់នេះតមកទៀតយើងធ្វើការបូកវា2នាក់ហ្នឹងបូកមកដក3បូកឲ្យដក2អញ្ចឹងស្មើប៉ុន្មានដក5យើងឃើញដក5តមកទៀតធ្វើម៉េចទៀតនេះយកអាតួ alpha របស់យើងនេះកន្លែងតួចែកនេះយកវាទៅគុណបន្តទៀតចាគុណតទៀតមកអញ្ចឹងយើងបានប៉ុន្មានដក2គុណហើយដក5គុណហើយយកវាមកដាក់តួបន្ទាប់ទៀតត្រង់នេះទៀតចាអញ្ចឹងកន្លែងនេះយើងគុណមកយើងបានប៉ុន្មានដក2គុណដក5បាន10ហើយធ្វើការបូកដូចគ្នាអញ្ចឹងដក6បូកឲ្យ10អញ្ចឹងយើងឃើញប៉ុន្មានដែរគឺឃើញ4ចាបន្តមកទៀតចុងក្រោយនៅតែគុណដដែលយកវាទៅគុណដដែលមកតាមលំនាំដដែលហ្នឹងមកហើយយកវាទៅដាក់តួបន្ទាប់ខាងនេះតោះអញ្ចឹងយើងបានប៉ុន្មានដក2គុណ4យើងបានដក8អញ្ចឹងយើងបូកលេខនេះមក11បូកឲ្យដក8អញ្ចឹងយើងឃើញប៉ុន្មាន3មែនទេសំណល់នៅសល់3អញ្ចឹងនេះគឺជាសំណល់របស់យើងព្រោះអស់អីចែកទៀតហើយអស់តួហើយអញ្ចឹងអាចចែកបន្តទៀតទេអញ្ចឹងមានន័យថាសំណល់របស់យើងគឺនៅសល់3អញ្ចឹងបើសំណល់សល់3អញ្ចឹងពេលដែលយើងទៅសេធ្វើម៉េចតោះអញ្ចឹងពហុធារបស់យើងដូចនេះមកពហុធារបស់យើងគឺ x ស្វ័យគុណ3ដកឲ្យ 3x ការ៉េដក 6x បូក11ចែកឲ្យ x បូក2របស់យើងស្មើគេចម្លើយរបស់យើងយកកន្លែងណានេះគឺជាចម្លើយរបស់យើងនេះមកជួរនេះមេគុណតួមួយរបស់ខាងចម្លើយរបស់យើងតោះផលចែករបស់យើងអញ្ចឹងយើងបានប៉ុន្មានយើងដឹងហើយណាស្វ័យគុណផលចែកគឺមានន័យថាគេនេះយកអាស្វ័យគុណខាងតំណាងចែកនេះដកវាមួយមកដកអាតួចែកហ្នឹងថយវាមួយមកតោះអញ្ចឹងអានេះតួដំបងរបស់យើងអីគេអានេះស្វ័យគុណ3អញ្ចឹងថយមួយមកនៅសល់អីសល់ស្វ័យគុណ2អញ្ចឹងចម្លើយរបស់យើងគឺឃើញ x អី x ការ៉េដកប៉ុន្មានទៀតដក 5x តមកទៀតបូកប៉ុន្មានបូក4ចាយកផលចែកបើករណីសល់សំណល់ណាយកផលចែកទៅបូកជាមួយនឹងអីគេសំណល់របស់យើងឃើញប៉ុន្មាន3ចាបូកឲ្យ3នៅលើតួចែករបស់យើងអញ្ចឹងតួចែករបស់យើងនេះ x បូក2នៅលើ x បូក2មកនេះចម្លើយរបស់យើងពេលដែលចែកឃើញសំណល់ហើយចម្លើយរបស់យើងគឺយើងត្រូវតែសេអញ្ចឹងយកផលចែកបូកជាមួយនឹងសំណល់ចែកឲ្យតួចែកមកតោះអញ្ចឹងនៅក្នុងវីដេអូនេះការចែកពហុធាតាមសេនេតិកករណីវានៅសល់សំណល់អ្នកគ្រូមានតែប៉ុណ្្នឹងឯងអញ្ចឹងសូមអរគុណ